นุดำนางอาจารย์ไตรไทยประจำ UN និយាយទាំងគ្មានការអៀនខ្មាស់ថាការឃុំខ្លួនទាហានកម្ពុជាទាំង18នាក់នេះគឺมันមានទោសទណ្ឌអ្វីទេទាហានកម្ពុជានឹងត្រូវដោះលែងនិងធ្វើមាតុភូមិនិវត្តនៅពេលដែលចំនួនបានបញ្ចប់ជាផ្លូវការសារព័ត៌មាន The Nation នៅថ្ងៃទី11ខែតុលាឆ្នាំ2025បានចុះផ្សាយថាអ្នកស្រីប៉ាតាណាអនុតំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិបានលើកឡើងជុំវិញករណីទាហានកម្ពុជាចំនួន18នាក់ដែលអ្នកស្រីអះអាងថាត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធនោះកំពុងស្ថិតក្រោមការឃុំខ្លួនដោយសុវត្ថិភាពដោយមានការថែទាំមនុស្សធម៌យ៉ាងពេញលេញស្របតាមច្បាប់សិទ្ធិមនុស្សនិងមនុស្សធម៌អន្តរជាតិខណៈកម្ពុជាទាមទារឲ្យថៃដោះលែងទាហានទាំង18នាក់មកកាន់ប្រទេសវិញដោយគ្មានលក្ខខណ្ឌព្រោះការចាប់ខ្លួននោះក្រោយពេលបទឈប់បាញ់ចូលជាធរមានទៅហើយលោកស្រីបន្តថាគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមតែងតែចុះសួរសុខទុក្ខនិងតាមដានអ្នកជាប់ឃុំនិងសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសាររបស់ពួកគេផងដែរនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី11ខែតុលាឆ្នាំ2025នៅក្នុងកិច្ចប្រជុំឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនអ្នកស្រីប្រាថ្នាបានបញ្ជាក់ទៀតថាការឃុំខ្លួនទាហានកម្ពុជាចំនួន18នាក់នេះគឺมันមានទោសទណ្ឌអ្វីទេប៉ុន្តែជាវិធានការទប់ស្កាត់ទាហានមិនឲ្យចូលប្រយុទ្ធវិញអ្នកស្រីបន្ថែមទៀតថាទាហានកម្ពុជានឹងត្រូវដោះលែងនិងធ្វើមាតុភូមិនិវត្តនៅពេលដែលចំនួនបានបញ្ចប់ជាផ្លូវការសូមជម្រាបថាគិតមកដល់ថ្ងៃទី12ខែតុលាឆ្នាំ2025នេះគឺមានរយៈពេល75ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកម្ពុជានៅតែទទូចឲ្យថៃអនុវត្តតាមច្បាប់អន្តរជាតិប្រគល់កងកម្លាំងកម្ពុជាទាំង18រូបត្រឡប់មកវិញភ្លើងបានបើកការបាញ់ប្រហារនៅរដ្ឋ Mississippi របស់អាមេរិកស្លាប់មនុស្ស4នាក់និងរបួស16នាក់មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ទី11ខែតុលាថាមនុស្ស4នាក់បានស្លាប់និង16នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយក្នុងអំឡុងពេលនៃការប្រារព្ធពិធីត្រឡប់មកផ្ទះវិញនៅវិទ្យាល័យមួយនៅរដ្ឋ Mississippi ភាគខាងត្បូងសហរដ្ឋអាមេរិកលោក John Lee អភិបាលក្រុង Leland បានប្រាប់កាសែត The Guardian ថាការបាញ់ប្រហារបានកើតឡើងនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃសុក្រនៅលើផ្លូវធំរបស់ទីក្រុងជាកន្លែងដែលវងមនុស្សមានការប្រជុំផ្ដុំគ្នាសម្រាប់ការត្រឡប់មកផ្ទះវិញរបស់វិទ្យាល័យដែលជាប្រពៃណីសម្រាប់ក្រុមវិទ្យាល័យនិងមហាវិទ្យាល័យយ៉ាងហោចណាស់អ្នករងរបួស12នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រឹទ្ធសមាជិករដ្ឋ Derek Simon បាននិយាយថាការបាញ់ប្រហារបានកើតឡើងអំឡុងពេលការជួបជុំគ្នាក្រោយការប្រកួតដោយមនុស្ស4នាក់ត្រូវបានលើកតាមយន្តហោះទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Mississippi ក្នុងស្ថានភាពធ្ងន់ធ្ងរមិនមានជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណទេហើយការិយាល័យស៊ើបអង្កេតរដ្ឋ Mississippi កំពុងដឹកនាំការស៊ើបអង្កេត